គ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាមកកាន់ Channel YouTube ខ្ញុំបាទអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទាក់ទងនឹងការយកវីដេអូពី TikTok ដើម្បីយកមកដាក់នៅលើអេក្រង់ជាប្រភេទបែបនេះបងប្អូនអរគ្នាបាទអញ្ចឹងពីមុនមកបងប្អូនធ្លាប់តែយករូបធម្មតាយកមកតាំងនៅលើអេក្រង់ទូរស័ព្ទរបស់យើងអញ្ចឹងណាបងប្អូនអរគ្នាវាអត់មានចលនាមានអីទេអញ្ចឹងថ្ងៃនេះយើងផ្លាស់ប្ដូរពីរូបធម្មតាទៅជាវីដេអូម្ដងអញ្ចឹងសម្រាប់បងប្អូនណាដែលមានវីដេអូនៅក្នុង TikTok ដូចជាវីដេអូប្រពន្ធឬមួយក៏វីដេអូកូនឬមួយក៏វីដេអូបងប្អូនអីចឹងទៅឬមួយក៏វីដេអូឪពុកម្ដាយរបស់យើងអញ្ចឹងណាយើងស្រឡាញ់ខ្លាំងយើងចង់យកវីដេអូហ្នឹងយកមកតាំងនៅលើអេក្រង់ទូរស័ព្ទរបស់យើងនៅពេលដែលយើងបើកសោទូរស័ព្ទមកយើងនឹងឃើញវីដេអូហ្នឹងមុនគេតែម្ដងបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនចង់ចេះបងប្អូនកុំភ្លេចទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់ផងអញ្ចឹងកុំឲ្យរងចាំតឹងយូរយើងចូលទៅធ្វើទាំងអស់គ្នាទៅបាទចឹងជាដំបូងបងប្អូនធ្វើការចូលមកក្នុង TikTok មកហើយបងប្អូនចូលទៅរកវីដេអូណាដែលបងប្អូនស្រឡាញ់ពេញចិត្តចង់យកវីដេអូហ្នឹងដើម្បីទៅតាំងនៅលើអេក្រង់ទូរស័ព្ទរបស់យើងបើសិនជាបងប្អូនចង់យកវីដេអូប្រពន្ធកូនឪពុកម្ដាយរបស់យើងបងប្អូនធ្វើការចូលទៅ account ពួកគាត់ទៅដើម្បីចូលទៅរកវីដេអូដែលបងប្អូនចង់យកមកតាំងនៅលើអេក្រង់ទូរស័ព្ទរបស់យើងអញ្ចឹងខ្ញុំឧទាហរណ៍វីដេអូមួយនេះខ្ញុំនឹងយកវីដេអូហ្នឹងដើម្បីទៅតាំងនៅលើអេក្រង់ទូរស័ព្ទរបស់ខ្ញុំចឹងជាដំបូងបងប្អូនមើលមកស្ដាំដៃដែលមាន follow បេះដូង comment like share ចឹងបងប្អូនមើលទៅក្រោមគេអស់ដែលមានសញ្ញាព្រួញដែល share ហ្នឹងបងប្អូនអរគ្នាបងប្អូនធ្វើការចុចមកណាចុចចំហ្នឹងហើយបងប្អូនក៏លេខមើលខាងក្រោមគេអស់បងប្អូនអស់មកស្ដាំដៃមកណាបងប្អូនអរគ្នាអស់មួយមកបន្ទាប់ពីបងប្អូនធ្វើការអស់មកស្ដាំដៃអស់ហើយបងប្អូននឹងឃើញពាក្យមួយដែលគេដាក់ថាកំណត់ជារូបផ្ទៃអេក្រង់ដែលចុចជុំវិញហ្នឹងហើយកណ្ដាលមានជ្រុង3ហ្នឹងបងប្អូនអរគ្នាបងប្អូនធ្វើការចុចចំហ្នឹងមកណាបងប្អូនអរគ្នាណាអូខេបន្តមកបងប្អូនចុចចំហ្នឹងហើយវានឹងលោតមកបែបហ្នឹងបងប្អូនធ្វើការចុចដំឡើងមកណាអូខេបងប្អូនធ្វើការចុចដំឡើងទៀតអូខេអញ្ចឹងបងប្អូនធ្វើការរងចាំទៅកំពុងតែដំឡើងហើយគឺលឿនទេអត់យូរទេអ្នកគ្នាដោយសារតែខ្ញុំប្រើ Wi-Fi បន្ទាប់ពី down ពេញហើយបងប្អូនធ្វើការបើកមកណាអូខេបន្តមកចូលមកដល់កន្លែងនេះបើសិនជាបងប្អូនចង់បានវីដេអូនឹងឮសលេងបងប្អូនបើកសលេងអស់មកតែបើសិនជាបងប្អូនអត់ចង់ឮសលេងទេបងប្អូនបិទអស់មកណាអញ្ចឹងខ្ញុំអត់ចង់ឮសលេងទេខ្ញុំគ្រាន់តែចង់បានវីដេអូហ្នឹងកាយវិការហ្នឹងយកទៅដាក់នៅក្នុងអេក្រង់ទូរស័ព្ទរបស់ខ្ញុំទេអញ្ចឹងបងប្អូនធ្វើការចុចបើក TikTok ដើម្បីកំណត់រូបផ្ទៃអេក្រង់អូខេយើងធ្វើការចុចចំហ្នឹងមកណាអូខេបន្ទាប់មកបងប្អូននឹងឃើញវីដេអូដែលយើងចុចមិញហើយអញ្ចឹងនេះសិតតែវីដេអូដែលខ្ញុំចុចយកទៅដាក់លើអេក្រង់ទូរស័ព្ទពីមុនមកអញ្ចឹងខ្ញុំចុចចំវីដេអូដែលខ្ញុំចុចមិញបងប្អូនអរគ្នាដែលខ្ញុំចង់បានយកទៅដាក់លើអេក្រង់ហ្នឹងខ្ញុំធ្វើការចុចចំហ្នឹងហើយបងប្អូននឹងឃើញពាក្យមួយដែលគេដាក់ថាកំណត់ជារូបផ្ទៃអេក្រង់បងប្អូនធ្វើការចុចមកណាបន្តមកបងប្អូនធ្វើការចុចចូលមកដល់កន្លែងនេះហើយបងប្អូនធ្វើការជ្រើសរើសយកការកំណត់ទាំងរូបភាពបងប្អូនអរគ្នាធ្វើការចុចចំហ្នឹងមកណាបន្តមកចូលមកដល់កន្លែងនេះបងប្អូនត្រូវតែជ្រើសរើសអេក្រង់ដើមឬមួយក៏អេក្រង់ដើមនិងអេក្រង់ចប់សោអញ្ចឹងខាងលើអេក្រង់កន្លែងដែលយើងដាក់កម្មវិធីហើយទី2ខាងក្រោមហ្នឹងជាអេក្រង់ដែលចប់សោបងប្អូនអរគ្នាអញ្ចឹងសម្រាប់ខ្ញុំធ្វើការជ្រើសរើសយកអេក្រង់ដើមហើយដោយសារតែខ្ញុំចង់ឲ្យឃើញវីដេអូហ្នឹងនៅក្នុងកន្លែងកម្មវិធីរបស់ខ្ញុំអញ្ចឹងបន្តមកខ្ញុំធ្វើការចុចខាងលើអូខេបន្តមកយើងចុចហើយបងប្អូនអរគ្នាហើយបងប្អូនធ្វើការចេញអស់មកចេញទៅអេក្រង់ដើមមកបន្ទាប់ពីយើងធ្វើការចុចចេញមកគឺចេញមកលទ្ធផលបែបនេះបងប្អូនអរគ្នាគឺសម្រាប់ខ្ញុំមើលទៅគឺលេចធ្លោតាក់ទាញចាប់អារម្មណ៍ប៉ុន្តែបើសម្រាប់បងប្អូនអរគ្នាគឺខ្ញុំមិនដឹងទេដោយសារតែការគិតឬមួយក៏ការឆ្លាញ់ហ្នឹងគឺខុសៗគ្នាអញ្ចឹងបើសិនជាបងប្អូនឆ្លាញ់ចូលចិត្តកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំអាប់ឡូតវីដេអូបន្តទៀតអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំ